សម្រាប់បងប្អូនឬក៏បងប្អូនដែលទើបនឹងចាប់ផ្ដើមរៀន Photoshop ថ្មីដែលមិនទាន់ចេះតម្លើង font ពេលយើង download font មកមិនទាន់ចេះ install ចូល Adobe Photoshop នៅក្នុងវីដេអូមួយនេះខ្ញុំនឹងប្រាប់អ្នកគ្នាអំពីរបៀបពេល download font មកត្រូវការ extract នេះចេញដើម្បី install ហើយតម្លើងចូលកម្មវិធី Adobe Photoshop តោះបើសិនជាចង់ដឹងយើងអាចចូលទៅកម្មវិធី Adobe Photoshop ទាំងអស់គ្នាបន្ទាប់ពីយើងមាន file font យើងមួយហើយយើងធ្វើការមកឆ្វេងលើវា2ដងដើម្បីឲ្យវាចេញជាទម្រង់បែបនេះហើយបន្តមកទៀតយើងយក WinRAR ហើយបន្តមកទៀតយក extract here បន្តមកទៀតវាធ្វើការ extract ចេញមកហើយបន្តមកទៀតយើងបានទម្រង់បែបនេះបន្ទាប់ពីហើយយើងធ្វើការមើលនៅខាងលើនេះយើងធ្វើការមកស្ដាំ2ដងមកវានឹងបានទម្រង់បែបនេះយើងវាតម្រូវយើង install អូខេយើងធ្វើការចុច install វាមកបើចាំឲ្យវាដើរពេញឥឡូវវាដើរពេញហើយបន្ទាប់ខ្ញុំហ៊ានបន្តទៀតយើងត្រូវតែមើលឈ្មោះចំណាំឈ្មោះនឹងឲ្យបានស្នុកពេលយើងធ្វើហើយយើងទៅវាយឈ្មោះនៅលើ Adobe Photoshop យើងដំបូងយើងធ្វើការមកចូលនៅក្នុង control panel យើងដើម្បីទៅរកពាក្យថា font នឹងដើម្បីយើងដឹងថាវា install បានសម្រាប់អត់អញ្ចឹងខ្ញុំធ្វើការ search ឈ្មោះfont របស់ខ្ញុំវិញនឹងវិញមកនេះ font ខ្ញុំcrash ខ្ញុំ search មិនហ្នឹងវាមានតែ crash meta អញ្ចឹងខ្ញុំ search តែ crash ទៅវាចេញមកនេះ font អញ្ចឹងមានន័យថា font ហ្នឹងវា install បានសម្រាប់ហើយបន្ទាប់មកទៀតយើងធ្វើការមកលើ Adobe Photoshop យើងធ្វើការវាយ test មើលថា font ហ្នឹងវាបានចូលនៅក្នុង Adobe Photoshop អត់ឥឡូវខ្ញុំធ្វើការវាយឈ្មោះខ្ញុំអានេះជា font ចាស់របស់ខ្ញុំទេឥឡូវខ្ញុំធ្វើការមក search ដល់ font ដែលខ្ញុំទំតម្លើងថ្មីហ្នឹងបើសិនជា search អត់ឃើញអាកន្លែងហ្នឹងអ្នកអត់ឃើញអ្នកគេចូល Windows មកឃើញហើយចុចឲ្យតាមខ្ញុំហ្នឹងទៅហើយបន្ទាប់មកទៀតអ្នកគ្នាធ្វើការ search ឈ្មោះ font មួយហ្នឹងខ្ញុំធ្វើការ search font មួយហ្នឹងដូចមានឈ្មោះថា Crash Meta អញ្ចឹងខ្ញុំធ្វើការវាយវាមកអូខេបន្ទាប់មកទៀតខ្ញុំធ្វើការ search វាយមក Crash Meta អញ្ចឹងអានេះគ្រាន់តែយើងវាយតែ Crash ទៅវាចេញមកហើយនេះ Crash Meta ហ្នឹងអូខេអញ្ចឹងមានតែ font ហ្នឹងវាបានចូលក្នុង Adobe Photoshop ហើយអញ្ចឹងយើងធ្វើការមកស្ដាំលើវាមួយមកដើម្បីវាចូលទៅអក្សរយើងអូខេនេះ font ដែលយើងបានតម្លើងវិញហ្នឹងអ្នកគ្នាចង់ចេះអីទៀត follow មួយទៅចាំជួបគ្នាក្នុងវីដេអូថ្មីបាយបាយ